សួរបាទពូយើងមកទៀតហើយជាមួយនឹងវីដេអូថ្មី content ថ្មីមេតិកាថ្មីចំណេះដឹងថ្មីបាទ clip ថ្មីអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំមក challenge បាទអ្នកទាំងពីរទៀតហើយគឺបូរ៉ាមេស្កានិងបូរ៉ាសូដាលីហើយយើងមាន3សំណួរខ្លីថ្ងៃនេះណាបាទជាបាទរបៀបនៃការ challenge ក៏ដូចជាយើងអាចនិយាយបានថាជាវប្បធម៌ទូទៅបាទដែលបាទធ្វើឲ្យពួកគាត់នឹងបាទកាន់តែរីកចម្រើនយល់ដឹងពីសង្គមខាងក្រៅអញ្ចឹងបងប្អូនណាបាទយល់តោះឥឡូវកុំឲ្យខាត់ពេលយូរយើងទៅតែម្ដងឥឡូវអ្នកទាំងពីរត្រៀមហើយនៅត្រៀមរួចហើយជឿជាក់ថាអ្នកណាអាចឆ្លើយបានទាំង3ហើយយូខ្ញុំមកលើកដៃណាឥឡូវចាប់ដើមសំណួរទី1តើទូរ៉េនឆ្ងាញ់ជាងគេហើយមានរូបសំណាកធំជាងគេស្ថិតនៅក្នុងខេត្តណាបងប្អូនត្រូវអត់គាត់ថាខេត្តកំពតអញ្ចឹងបានន័យថាទូរ៉េនកំពតទៅអត់ឆ្ងាញ់ជាងគេមានសំណាកធំហ៎ខេត្តកំពតទៅអត់ត្រូវអត់ធ្លាប់បានញ៉ាំទូរ៉េនកំពតនៅធ្លាប់នៅបងប្អូនគាត់ធ្លាប់បានទៅញ៉ាំហើយញ៉ាំម្ដងទៅដល់ក្រោមដើមហ្មងបេះពីដើមហ្មងចិត្តបាទ10គីឡូទាំងសបបងមកបានបាយជា3 4គីឡូអញ្ចឹងគាត់ញ៉ាំចង់អស់បងប្អូនខ្លាំងមែនអូខេតោះសំណួរទី2តើប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងខេត្តណាសៀមរាបមែនអត់អាយយស្ថិតនៅក្នុងខេត្តសៀមរាបតើប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តណាព្រះវិហារនេះកពតគេឆ្លើយបងប្អូនព្រះវិហារឬក៏កពតប្រាសាទព្រះវិហារបាទឥឡូវខ្ញុំសូមបាទឆ្លើយថាខេត្តបាទព្រះវិហារចឹងបងប្អូនបើសិនជាមានចន្លោះខ្វះខាតសូមអធិស្ឋានផងបាទនេះគឺជា challenge ខ្លីៗបាទចាប់ទុកថាជួយបាទពួកគាត់ដើម្បីឲ្យគាត់ចងចាំពីអរិយធម៌ពីបុរាណដ្ឋាននានានៅក្នុងប្រទេសកម្ពុជាយើងបាទគាត់បានយល់ដឹងបាទពីផ្ទៃដីពីអីហ្នឹងគឺចង់ឲ្យពួកគាត់ឆ្លាតហើយចង់ឲ្យកូនខ្មែរយើងជំនាន់ក្រោយផ្សេងៗទៀតគាត់ចេះដឹងពីពួកគាត់ដែរហើយបានស្ដាប់វីដេអូនេះបាទក៏ឲ្យបាទយល់ដឹងមួយផ្នែកដែរសម្រាប់បងប្អូនដែលអត់ដឹងតែបងប្អូនដែលធ្លាប់ដឹងហើយអត់បញ្ហាទេចឹងអរគុណច្រើនសម្រាប់ពេលនេះពួកយើងទាំង3នាក់ក៏សូមអរគុណសូមជម្រាបលាបាយបាយបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពីបាទអូកាបោកសម្លៀកបំពាក់ដែលជា brand ល្បីបំផុតរបស់បងត្រីនុតកំពតរបស់លោកចាក់ LSV បងប្អូនយើងមានអូកា Bright Clean អូកា Super Clean និងអូកា Relax ហើយជាពិសេសនោះគឺយើងមានអូកាស្លឹកគ្រៃដែលឆ្នៃចេញពីប្រេងស្លឹកគ្រៃរបស់បាទប្រជាកសិកររបស់យើងបាទសុទ្ធតែម្ដងបងប្អូនគុណសម្បត្តិដ៏ធំរបស់អូកាស្លឹកគ្រៃគឺការពីការបន្ទន់សក្តានុពលធ្វើឲ្យបាទសម្លៀកបំពាក់យើងភ្លឺចែងចាំងជ្រះស្អាតទន់ភ្លឺក្រអូបហើយវាជួយបណ្ដេញមូសមិនឲ្យមកក្បែរនៅពេលដែលយើងស្លៀកសម្លៀកបំពាក់ដែលយើងបានបោកជាមួយនឹងអូកាស្លឹកគ្រៃនេះអស្ចារ្យខ្លាំងណាស់បងប្អូនខ្ញុំដឹងអត់ថាមូសច្រើនមែនតើជាពិសេសនោះគឺបងប្អូននៅតាមជនបទឬក៏ទីព្រៃនានាឬក៏បងប្អូននៅតំបន់ក្រុងខ្លះក៏សាប៊ូមូសដែរមែនអត់បាទបងប្អូនមកភ្លេចប្រើប្រាស់ចំណេញខ្លាំងចំណេញជាងសាប៊ូធម្មតាហើយចំណេញតាំងពីបាទការកម្ចាត់នៅគេហៅថាសត្វមូសបានយ៉ាងមានប្រសិទ្ធភាពតែម្ដងបងប្អូនណាហើយសំខាន់ណាសុខភាពអត់ប៉ះពាល់ដូចយើងប្រើប្រភេទថ្នាំបាញ់ឬក៏បាទធុកមូសទេទោះបងប្អូននេះគឺជាការពិសោធន៍ការបញ្ជាក់ពីមន្ទីរពិសោធន៍ជប៉ុនបងប្អូនណាបាទអាចប្រើប្រាស់បានវាគឺជាគុណសម្បត្តិដ៏អស្ចារ្យមួយដែលបងប្អូនមិនដឹងស្មានចំណេញជាងសាប៊ូបាទបោកមានពាក្យធម្មតា3ដងវាជាប្រភេទទឹកបងប្អូនណាបាទអូខេកុំភ្លេចប្រើប្រាស់និងគ្រប់គ្រងនៅសុខភាពដ៏អស្ចារ្យមួយនេះផងពីបាទផលិតផលខ្មែរស្នាដៃខ្មែរស្រឡាញ់ខ្មែរតែគុណភាពជប៉ុនអរគុណបាយបាយ